រង្វាន់ធំរួមមានបាទម៉ូតូ Honda ស៊េរីឆ្នាំ 2006 បាទកាមេរ៉ា Digital Sony ហើយនឹងទូរស័ព្ទ Motorola V3X រួមជាមួយនឹងទូរទស្សន៍ 21 អ៊ិញកង្ហាតាំងលើតុអាវយឺតបាទកាតាបហើយនឹងស្រាសាច់ដុំ XO ចំណុះ 350 មីលីលីត្រស្រាសាច់ដុំពិសេសចំណុះ 630 មីលីលីត្រហើយនឹងស្រាសាច់ដុំពិសេសចំណុះ 175 មីលីលីត្រហើយនឹងមានរង្វាន់ឆាត់ប៊ិចហើយនឹងបន្តោងសោផងដែរដូច្នេះសូមកុំភ្លេចបាទនៅថ្ងៃទី 4 ទី 5 ទី 6 ខែវិច្ឆិកាឆ្នាំ 2006 នៅរង្វង់មូលបាទទល់មុខសួនច្បារសម្ដេចហ៊ុនសែនតែម្ដងបាទអរលោកស្រីនាងកញ្ញាបាននិយាយអំពីបច្ចេកទេសបាទខ្ញុំបាទធ្លាប់ឃើញតែលីស៊ីឡុងឈិនឡុងបាទនៅក្នុងកុនភាពយន្តហុងកុងបាទភាពយន្តចិនទេដែលគេសម្រាប់ខ្លួនប្រើនិវត្តកន្ទុយបាទឬក៏គេហៅថាកែងរ៉ាវែបាទរ៉ាវែប៉ុន្តែអំបញ្ញមិញនេះបាទកីឡាករស៊ុយពេរុំដែលមកពីក្លឹបអូដាំកីឡាបង្ហាញនៅភាពអស្ចារ្យតាមរយៈបាទបច្ចេកទេសនិវត្តកន្ទុយបាទលោតសម្រាប់ជើងបាទបាទជឿជាក់ថាលោកស្រីប្រកាសជាចងចាំដកជាប់នៅក្នុងដួងចិត្តបាទចំពោះបច្ចេកទេសពិសេសរបស់បងអូនបាទកីឡាករមកពីទូទាំង24ខេត្តក្រុងទូទាំងប្រទេសជាតិកម្ពុជាបាទមកបង្ហាញស្នាដៃបង្ហាញទេពកោសល្យបង្ហាញបច្ចេកទេសជូនអស់លោកស្រីនាងកញ្ញាដែលស្នេហាដល់វិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរដោយខ្ញុំបាទជម្រាបជូនជារឿយៗហើយស្ថានីយទូរទស្សន៍កងយុទ្ធពលកាមេរ៉ាភូមិន្ទប៉ុស្តិ៍លេខ5បើកឱកាសបាទរងចាំទទួលស្វាគមន៍ចំពោះសមត្ថភាពបងប្អូនដែលចាប់យកអាជីពជាកីឡាករដើម្បីឈានឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងរបស់បងប្អូនតាមរយៈវិស័យកីឡាបាទកីឡានាំមកនៅសុខភាពល្អនាំមកនៅមិត្តភាពក៏ដូចជានាំមកនៅអនាគតដ៏ភ្លឺស្វាងផងដែរអញ្ចឹងហើយសូមបងប្អូនកុំឲ្យពេលវេលាដ៏ល្អនេះកន្លងផុតទៅឲ្យសោះបាទយកគំរូតាមដូចជាបងប្អូនកីឡាករយើងចំនួនពេលបច្ចុប្បន្នក៏ដូចជាជាពិសេសនេះគឺថាកីឡាករស៊ុយភិរុំដែលមកពីក្លឹបអូដាំកីឡាបាទធ្វើឲ្យបងប្អូនដែលអញ្ជើញមកទស្សនាផ្ទាល់គ្រាន់តែឃើញបច្ចេកទេសបាទលោតសម្រាប់ខ្លួនប្រើបច្ចេកទេសនិវត្តកន្ទុយរបស់កីឡាករស៊ុយភិរុំអំបញ្ញមិញនេះគេថាគ្រប់គ្នាទាំងគេទាំងខ្ញុំបាទគេថាក្រោកឈរចាស់ដៃអបអសាទរយ៉ាងកងរំពងតែម្ដងពីក្រុមហ៊ុនស្រាសាច់ដុំពិសេសហើយនិងពីក្រុមហ៊ុនស្រាសាច់ដុំ XO បាទសូមតាមដានទស្សនាជាបន្តទៀតចូលមកដល់គូទីបាទទីប្រមាណទៅហើយច្រើនណាស់បាទចូលមកគូទី51បាទរេវ៉ានីបង្គោលក្រហមមកពីក្លឹបតាមើនមានរិទ្ធប៉ះជាមួយនឹងជឿនមកពីក្លឹប MPA ប្រកួតក្នុងក្របខ័ណ្ឌក1បាទប្រភេទទម្ងន់57គីឡូក្រាមបាទថ្ងៃនេះយើងមានច្រើនដូចខ្ញុំបានជម្រាបជូនបាទមានបាទវ៉ាន់ច័ន្ទវ័យជួបជាមួយបាទពងវ៉ាន់ស័កជួបជាមួយនឹងទីពន្លឺវងណយជួបជាមួយកាន់សវណ្ណប៊ុនគៀបាទមកពីក្លឹបឃុំជ្រៃខេត្តបាត់ដំបងប៉ះជាមួយលួនសេនសង់យឹមដៀបបាទប៉ះជាមួយនឹងប៊ុនសុធាផលបាយ័នប៉ះជាមួយណែមចិនដាបាទភូមិសារ៉ាច់ប៉ះជាមួយនឹងច័ន្ទជឿនបើខំជួបជាមួយសង្វជកាបាទជ័យវ៉ាន់តុងបាទទម្ងន់ប្រភេទ60គីឡូក្រាមថ្ងៃនេះគឺមានរហូតដល់ទៅ8គូបាទនិងក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទយឹមជឿនបងបាទយឹមជឿនមិនមែនយឹមទេបាទយឹមជឿនមកពីក្លឹប MPA បាទជឿនមកពីក្លឹប MPA បាទអូយបង្ហើយមួយជើងកុំឲ្យស្ដាយក្រោយបាទបាទគូទី51ទឹកទី2បង្គោលក្រហមបាទរេវ៉ានីបាទបាទនៅក្នុងចំណោមកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីៗបាទមានកីឡាករត្រកូលរេវត្រកូល
ត្រកូលឡុងបាទហើយនឹងកីឡាករត្រកូលវ៉យបាទដូចជាវ៉យវ៉ាន់ឌីវ៉យសុធុនវ៉យច័ន្ទតារានេះសិតតែបាទសិតតែគ្រូសាស្ត្រដែលស្រឡាញ់កីឡាបាទគេថាស្រឡាញ់ទាំងប្អូនទាំងឪពុកលោកវ៉យអេងបាទជាគ្រូបង្វឹកនេះបញ្ជាក់ថាក្រុមគ្រួសាររបស់លោកសិតតែជាមនុស្សដែលពុះពេញទៅដោយកម្លាំងកាយមាំមួនសុខភាពល្អហើយនឹងជាក្រុមគ្រួសារដែលមានក្រិតក្រមវិន័យបាទអូយដល់កមកព្រៃវិរៈបាទរេវ៉ានីទាត់អូយមកពីក្លឹបបាទជិនជឿនមកពីក្លឹប MPA ក្លឹប MPA នេះបើតាមខ្ញុំបាទស្គាល់គឺជាក្លឹបបាទក្លឹប MPA នេះបាទគឺជាក្រុមហ៊ុនសន្តិសុខឯកជនមួយបាទដែលអក្សរកាត់ហៅថា MPA បាទជាក្លឹបជាក្រុមដែលវឹកហាត់កីឡាអញ្ចឹងហើយក៏ឥឡូវនេះមានក្រុមកីឡាបាទបញ្ជូនចូលរួមដាក់ពាក្យចូលប្រកួតជាកីឡាករក្បាច់គុនបុរាណខ្មែរទៅទៀតបាទល្អមែនទែនបាទចាញ់ឈ្នះគឺជារឿងធម្មតាទេអូយយន្តវាយឆ្វេងថែមស្ដាំបោះជង្គង់វែងអូយបាទសិតតែមានទម្ងន់ដៃធ្ងន់ដូចគ្នាកុំឲ្យផ្លាត់ចំជង្គង់វែងរបស់រេវ៉ានីបាទរេវ៉ានីនេះជាប្អូនរបស់រេវិរៈបាទយំយឿនវាយស្ដាំអូដូចតែពីនេះយឿនបាទយឹមមកខ្ញុំបាទចេះតែច្រឡំយឹមយឿននេះជាកីឡាអតីតកីឡាករក្បាច់គុនបុរាណខ្មែរខ្លាំងកាលពីជំនាន់ដើមបាទចាប់ទឹកទី2ទៅហើយបាទទឹកទី2បានកន្លងផុតទៅហើយគូទី51បាទបង្គោលក្រហមរេវ៉ានីមកពីក្លឹបតាមើលមានរិទ្ធបង្គោលខៀវយិនមកពីក្លឹប MPA បាទប្រកួតក្នុងប្រភេទទម្ងន់57គីឡូក្រាមទឹកទី3បាទគូទី51រេវ៉ានីបង្គោលក្រហមយិនបង្គោលខៀវត្រសេះស្រាំរបស់យឿនអាជ្ញាកណ្ដាលជ័យបុត្រឈឿបាទយិនជីហូបាទអាជ្ញាកណ្ដាលលោកជ័យបុត្រឈឿជាព្រឹទ្ធបាទជាអាជ្ញាកណ្ដាលដែលមានវ័យច្រើនជាងគេប៉ុន្តែកម្លាំងក៏រឹងមាំជាងគេមិនចាញ់អាជ្ញាកណ្ដាលដែលមានអាយុបងប្រមាណឡើយបាទនៅក្នុងចំណោមអាជ្ញាកណ្ដាលគណៈកម្មការរៀបចំអាជ្ញាកណ្ដាលការប្រកួតទាំងអស់អ្នកណាក៏ដូចជាអ្នកណាបាទរួមទាំងខ្ញុំបាទផងគេថាហៅលោកជ័យបញ្ជឿកុំតែតែងតែហៅថាលោកព្រឹទ្ធាចារ្យអាជ្ញាកណ្ដាលបាទអូយយ៉ាងណាតើយឿនអំបញ្ញរេវាវ៉ាន់នេះបាទដូចជាយើងរងចាំមើលការសម្រេចពីអាជ្ញាកណ្ដាលបាទអូបាទអាជ្ញាកណ្ដាលប្រាប់ថាថែមខុសលក្ខន្តិកៈនៃការប្រកួតដូច្នេះជ័យជំនះនៅក្នុងការប្រកួតនេះត្រូវបានទៅលើយឿនដែលមកពីក្លឹប MPA បាទហើយដល់